ទៅនឹងគ្រប់ថ្មីចំណងទាំងគ្នាគឺយើងទៅធ្វើទៅឆានណារឿងសាមគឺងាយមែនតើមកមើលតាមវីដេអូនេះបានតែបងយើងមានដូចជាបន្លែខ្ញុំបន្លែឆាហើយដូចជាគូនិងកញ្ឆាយគូកញ្ឆាយខ្ញុំលាងទឹកស្អាតហើយខ្ញុំលាងជាមួយទឹកយើងបន្លែរបស់អ៊ីអងជាមួយបន្លែតែនឹងអាចជ្រើហើយបន្លែអត់ខ្ញុំត្រូវពីបាល់អាមួយនេះគឺយើងប្រណាក់សម្រាប់អាំងនៅពេលដែលយើងញ៉ាំចាំដាក់ឆាតាមក្រួយហើយមកក្បាលនេះគឺខ្ញុំស្ងោរឆ្អិននេះស្ងោរឆ្អិននឹងដើម្បីស្បែកជាមួយនឹងគ្រឿងធ្វើផ្សាច់វាហើយខ្ញុំត្រូវពីដូមួយចានខ្ញុំត្រូវពីទេមានដូចជាស្ករត្នោតសារ៉ាឌីទឹកត្រីហើយខ្ញុំប្រើហុកនេះបើសិនជាអ្នកអត់ចូលចិត្តហុកក៏ដាក់កាពិក៏បានដែរតែសម្រាប់អត់ចូលចិត្តកាពិខ្ញុំហុកកនួតហើយខ្ញុំមានទឹកបើទុំស្តៃដីហើយខ្ញុំទេសនេះបងប្អូនយើងយកវាមកយើងត្រាំទឹកវារីសិនណាហើយយើងលាងទឹកស្អាតtrongចានហើយនេះគឺសម្រាប់ខាងនេះគឺស្អីខ្ញុំស្រង់ទៅហោស្លឹកក្រូចម្ដេចជំនាញចឹងខ្ញុំធ្វើការចឹងម្ដងពេលយើងធ្វើបន្លែហ្នឹងយើងដាក់ត្រីអាសានចឹងត្រីនេះខ្ញុំកាត់វាតាមកោចែកដើម្បីវាយើងដាក់ទៅចូលហើយយើងបងទៅវាស្រួយតែត្រីនេះខ្ញុំអត់យកទៅបងខ្ញុំទៅឆ្លាក់ទៅអាឬក៏យកទៅបងទៅវាស្រួយហើយវាឆាប់ឆ្ងាញ់ពណ៌វាស្អាតតិចបងហើយមកទៅបងគុំប្រឡាក់ខ្ញុំប្រឡាក់ជាមួយនឹងសារ៉ាឌីប្រៃបងយើងប្រឡាក់មកទៅព្រោះអីនៅពេលដែលយើងញ៉ាំខ្ទប់ជាមួយនឹងបន្លែហើយអញ្ចឹងបងពេលដែលប្រឡាក់វាចូលជាតិហើយខ្ញុំយកទៅអាំងខ្ញុំអាំងដាក់ក្នុងដូចថាខ្ញុំមានឆ្នាំអាំងសាច់នេះក៏បងសាច់បងអត់មានឆ្នាំទេបងឆាក៏បានដែរតែខ្ញុំអាំងទៅងាយបងចាំបងយើងមក20ខ្ញុំយកខ្សែដៃសិនក៏ចេញបានដែរ20ទៅ25នាទីខ្ញុំឆ្លៀតវាមកធ្វើគ្រឿងបងឆ្លៀតមកធ្វើគ្រឿងខ្ញុំស្ដាប់ហើយស្រែដីគឺយើងបុកហើយស្រែដីខ្ញុំស៊ីបាច់ទៀតយកស្អីដាក់ចូលទៅណាហើយអាគ្រឿងតែយើងមកគ្រឿងបងគឺខ្ញុំមានទឹកឆ្កៃម្ដេចស្លឹកក្រូចហើយល្មៀតហើយខ្ញុំដាក់ទឹកស្អីអូនយើងចាំម្ដេចតែយើងចាំមកខ្ញុំចាំណាតមកទៀតមកដាក់ដល់ទេគៀមខ្ញុំយកធ្វើមុននឹងមកឲ្យជាទៅមកបានទៀតហើយតមកគ្រឿងដែលយើងបុកគ្រឿងយើងបុកមកគ្រឿងមកហើយយើងយកត្រីដែលយើងបេះហើយបុកចូលជាមួយនឹងគ្រឿងហ្នឹងបុកចូលគ្នាឲ្យសព្វល្អទៅហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើទឹកវាបងបាទចាប់ផ្ដើមធ្វើបងវាអូខ្ញុំយកនេះទៅដាក់ទីទៅព្រោះទៅដល់យើងខាងទៅយើងទៅចំណាំបន្លែហើយនឹងទៅយើងទៅទៅអាំងវិញយើងចូលចិត្តទៅយើងខាងទៅឆ្ងាយខ្ញុំទៅយើងសាក់ទៅយើងឲ្យជួយហ្នឹងទៅយើងដាក់លេយើងដាក់លេទៅទៅជាមួយនឹងបន្លែហើយយើងដាក់ទឹកពីទៅយើងធ្វើការញ៉ាំតែម្ដងយើងនិយាយតែចំណុចពេលត្រឹមតែ